បាទសួស្តីបងប្អូនជនរួមជាតិប្រលានយន្តហោះអន្តរជាតិប៉ូយន្តងត្រូវបានហ៊ុនសែនលក់ទៅឲ្យក្រុមហ៊ុនអុកញ៉ាពងខៀវខ្សែគិតម៉េងនិងជីបម៉ងគ្រប់ណាបងប្អូនជាតិក្នុងតម្លៃ$70 លានដើម្បីកសាងបូរីនិងផ្សារទំនើបបងប្អូនជនជាតិបងប្អូនមើលទៅហ៊ុនសែនដឹកនាំប្រទេសជាង40ឆ្នាំដឹកនាំបន្តពូជអសមត្ថភាពក្នុងការកសាងប្រទេសជាតិណាចេះតែកាប់បំផ្លាញព្រៃឈើចេះតែលុបបឹងលុបទន្លេចេះតែបូមខ្សាច់ធ្វើឲ្យផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេហ្នឹងណាឥឡូវនេះថ្មីទៀតហ៊ុនសែនលក់ពលានយន្តហោះអន្តរជាតិប៉ូយន្តងទៅឲ្យក្រុមហ៊ុនអុកញ៉ាលីយ៉ុងផាត់គិតម៉េងនិងជីបម៉ងគ្រប់ដែលជាអុកញ៉ាដែលជាមនុស្សចំណិតរបស់ខ្លួនណាបងប្អូនជាតិក្នុងតម្លៃ$70 លានបងប្អូនត្រង់ចំណុចនេះបើត្រកូលហ៊ុនអសមត្ថភាពតើបងប្អូនគួរបន្តទុកឲ្យដឹកនាំប្រទេសកម្ពុជាទៅមុខទៀតឬយ៉ាងណាបងប្អូនណាជាក់ស្ដែងរឿងប្រាសាទតាមាន់រឿងកោះគុជត្រកូលហ៊ុននេះអត់ចេញមុខដោះស្រាយអាងឬក៏អំណាចថាកោះគុជនិងប្រាសាទតាមាន់គឺជារបស់កម្ពុជាដោយភាគីថៃទេណាបងប្អូនបែរជាសង្ងំស្ងៀមគិតតែលក់សម្បត្តិធម្មជាតិគិតតែបំផ្លាញជាតិ